រឿងអាចកំបាំងក្នុងព្រៃខ្យល់ជំនោរក្តៅហួតហែងបក់កាត់ព្រៃរបស់កាត់ដាច់ភាពស្ងប់ស្ងាត់នៃជួរភ្នំក្រវាញបុរស4នាក់ដែលជាមិត្តភក្តិជិតដិតនឹងគ្នារួមមានឧសកតារាវិបុលនិងចត្រាបានសម្រេចចិត្តធ្វើដំណើរកម្សាន្តបែបផ្សងព្រេងក្នុងព្រៃដែលគេល្បីថាស័ក្តិសិទ្ធិពួកគេទាំង4នាក់មានជំនាញផ្សេងៗគ្នាសុខជាអ្នកនាំផ្លូវនិងមានបទពិសោធន៍ដើរព្រៃច្រើនជាងគេតារាជាអ្នកកាន់កាមេរ៉ានិងចូលចិត្តថតរូបស្អាតវិបុលជាអ្នកមើលការខុសត្រូវរឿងស្បៀងអាហារជាអ្នកចត្រាជាមនុស្សសម្បូររឿងកំប្លែងប៉ុន្តែចិត្តសឿព្រះអាទិត្យរៀបអស់ស្នងគុជផ្ទៃមេឃចាប់ផ្ដើមប្រែពណ៌ក្រហមដូចឈាមសុខបានប្រាប់មិត្តភក្តិថាយប់នេះយើងត្រូវបោះជំរំនៅក្បែរមាត់អូរនេះហើយព្រោះបើយើងដើរទៅមុខទៀតអាចនឹងវង្វេងផ្លូវងងឹតយកកាន់តែជ្រៅសំឡេងសត្វយំកាន់តែខ្លាំងវិបុលបានបង្កាត់ភ្លើងយ៉ាងសន្ធោសន្ធៅខណៈដែលចត្រាចាប់ផ្ដើមរៀបរាប់រឿងខ្មោចដើម្បីបន្លាយគ្នាឯងដឹងទេគេថាព្រៃត្រង់នេះមានព្រលឹងអ្នកតាម្ចាស់ទឹកម្ចាស់ដីថែរក្សាបានអ្នកណាធ្វើខុសមាត់ខុសកនឹងត្រូវគេយកទៅបាត់មិនខានចត្រានិយាយសើចក្អាកក្អាយក្នុងចិត្តកំពុងហូបបាយជុំគ្នាតារាបានលើកកាមេរ៉ាមកថតជុំរូបជុំគ្នាជាអនុស្សាវរីយ៍បន្ទាប់ពីថតរួចគេក៏អោនមើលរូបភាពក្នុងអេក្រង់កាមេរ៉ារួចក៏ប្រែទឹកមុខស្លេកស្លាំងមានរឿងអីតារាសុកសួរទាំងញញឆ្ងល់ចុះហេតុអ្វីបានជាក្នុងរូបនេះមានមនុស្ស5នាក់តារានិយាយទាំងញ័រដៃគ្រប់គ្នាស្ទុះទៅមើលរូបភាពពិតមែនហើយក្នុងរូបនេះមានស្រមោលមនុស្ស5នាក់អង្គុយចន្លោះសុកនិងវិបុលប៉ុន្តែមុខមាត់មើលមិនច្បាស់ឃើញតែភ្នែកក្រហមងាងពួកគេទាំង4ងើបឈរព្រមគ្នារួចក្រឡេកមើលជុំវិញខ្លួនប៉ុន្តែគ្មានអ្នកណាឃើញអ្នកណាក្រៅពីពួកគេឡើយភាពភ័យខ្លាចដែលបានគ្របដណ្ដប់ពួកគេសម្រេចចិត្តចូលដេកក្នុងតង់ដោយបែងចែកគ្នាជាពីរតង់សុកដេកជាមួយតារាចំណែកវិបុលដេកជាមួយចត្រាពាក់កណ្ដាលអាធ្រាត្រសុកស្រាប់តែភ្ញាក់ឡើងព្រោះឮសំឡេងតារាហៅនៅក្រៅតង់សុកចេញមកជួយខ្ញុំបន្តិចខ្ញុំដើរជន់អ្វីមិនដឹងទេសុកប្រញាប់ងើបចេញទៅប៉ុន្តែពេលចេញដល់ក្រៅស្រាប់តែឃើញតារាអង្គុយនៅមាត់អូរបែរខ្នងដាក់គេតារាឯងធ្វើអីណាសុកសួរហើយសួរទៀតតារាបែរមុខជឿនប៉ុន្តែមុខនោះមិនមែនជាតារាដែលគេស្គាល់ទេគឺជាផ្ទៃមុខដែលរលេះរលួយនិងគ្មានប្រស្រែកភ្នែកសុកស្រែកយ៉ាងខ្លាំងរួចរត់ចូលមកតង់វិញពេលមកដល់តង់ឃើញតារាកំពុងដេកលក់យ៉ាងស្កប់ស្កល់ងើបឡើងទាំងអស់គ្នាសុកដាស់មិត្តភក្តិទាំងភ័យញ័រពួកគេទាំង4ប្រមូលរបស់របរទាំងយប់រួច
រត់ចេញពីកន្លែងបោះជំរំប៉ុន្តែរឿងដែលរន្ធត់បំផុតនោះគឺក្នុងពេលកំពុងរត់ពួកគេស្រាប់តែបាត់គ្នាទៅវិញទៅមកក្នុងព្រៃងងឹតបន្ទាប់ពីរត់អស់កម្លាំងពួកគេទាំង4បានជុំគ្នាវិញនៅត្រង់ដើមឈើធំមួយយើងនៅជុំគ្នាហើយមែនទេវិបុលសួរទាំងហត់សំណាងហើយដែលមិនបាត់គ្នាចិត្រាឆ្លើយទៅវិញប៉ុន្តែសុខដែរជាអ្នកមានស្មារតីរឹងមាំជាងគេចាប់ផ្ដើមសង្កេតគេយកពិលបាញ់ទៅលើជើងមិត្តភក្តិម្នាក់សុខមានស្រមោលតារាមានស្រមោលវិបុលក៏មានស្រមោលដែរប៉ុន្តែចិត្រាគ្មានស្រមោលទេសុខខ្សឹបប្រាប់តារានិងវិបុលឲ្យដើរចេញយឺតចិត្រាដែលឈរនៅទីនោះស្រាប់តែសើចសំឡេងស្រួយស្ញែកខ្លួនប្រាណរបស់ពួកគេចាប់ផ្ដើមខ្ពស់ទៅហើយសាច់ក្បាលចាប់ផ្ដើមធ្លាក់មកដីឯងចង់ទៅណាចាំគ្នាផងសំឡេងនោះមិនមែនជាសំឡេងចិត្រាទេវាជាសំឡេងក្រលួចគួរឲ្យខ្លាចពួកគេទាំង3រត់មិនងាកក្រោយរហូតដល់ព្រះអាទិត្យរះឡើងពួកគេដឹងថាពួកគេបានមកដល់ជើងភ្នំវិញហើយសុវត្ថិភាពទីបញ្ចប់ពួកគេទាំង3បានត្រឡប់មកផ្ទះវិញប៉ុន្តែចិត្រាពិតប្រាកដត្រូវបានរកឃើញសាកសពនៅក្បែរមាត់អូរកន្លែងដែលពួកគេបោះជំរំលើកដំបូងតាមពិតចិត្រាបាត់ស្លាប់តាំងពីល្ងាចដែលពួកគេទៅដងទឹកម្កម្លេះហើយអ្នកដែលអង្គុយហូបបាយនិងរត់ជាមួយពួកគេពេញមួយយប់នោះគឺជាព្រលឹងខ្មោចបន្លំខ្លួនតែប៉ុណ្ណោះ